ពិភពនៃផ្នត់គំនិតមាគ៌ាកែប្រែព្រះចតាកម្មដោយបាតដៃខ្លួនឯងមានទស្សនវិទូជាច្រើនធ្លាប់បានពោលថាមនុស្សយើងមិនមែនរស់នៅក្នុងពិភពលោកពិតប្រាកដនោះទេប៉ុន្តែយើងកំពុងរស់នៅក្នុងពិភពលោកដែលឆ្លោះចេញពីផ្នត់គំនិតរបស់យើងតែប៉ុណ្ណោះមនុស្សពីរនាក់មើលទៅលើព្រឹត្តិការណ៍តែមួយជួបវិបត្តិដូចគ្នាបរាជ័យក្នុងរឿងដូចគ្នាប៉ុន្តែលចុងក្រោយនៃជីវិតរបស់ពួកគេបែរជាខុសគ្នាស្រឡះម្នាក់អាចនឹងធ្លាក់ខ្លួនដុនដាបរហូតបាត់បង់ក្តីសង្ឃឹមចំណែកម្នាក់ទៀតបែរជាប្រើវិបត្តិនោះធ្វើជាឈ្នន់ដើម្បីហោះហើរទៅរកចំណុចខ្ពស់ជាងមុនអ្វីៗគ្រប់យ៉ាងខុសគ្នាដោយសារតែពាក្យមួយម៉ាត់គឺផ្នត់គំនិតឬហៅថា mindset មួយផ្នត់គំនិតគឺជាអ្វីនៅក្នុងចិត្តវិទ្យាផ្នត់គំនិតមិនមែនគ្រាន់តែជាការគិតធម្មតានោះទេប៉ុន្តែវាគឺជាប្រព័ន្ធជំនឿឬជាកែវវ៉ែនតាដែលអ្នកប្រើសម្រាប់ឆ្លោះមើលពិភពលោកវាតម្លៃខ្លួនឯងនិងបកស្រាយរាល់ព្រឹត្តិការណ៍ដែលកើតឡើងជុំវិញខ្លួនវាដើរតួជាកម្មវិធីបង្កប់នៅក្នុងខួរក្បាលដែលចាំបញ្ជាលើរាល់ការសម្រេចចិត្តពាក្យអាកប្បកិរិយានិងទម្លាប់ប្រចាំថ្ងៃរបស់អ្នកបើវ៉ែនតារបស់អ្នកពណ៌ខ្មៅអ្នកនឹងមើលឃើញពិភពលោកទាំងមូលពោពេញដោយភាពងងឹតអយុត្តិធម៌និងគ្មានសង្ឃឹមបើវ៉ែនតារបស់អ្នកស្អាតនិងមានពន្លឺអ្នកនឹងមើលឃើញឱកាសនិងលទ្ធភាពនៃការលូតលាស់សូម្បីតែនៅក្នុងស្ថានភាពដ៏លំបាកបំផុតពីមេដែកពីរទិសនៃផ្នត់គំនិតផ្អែកលើការស្រាវជ្រាវរបស់ចិត្តវិទូផ្នត់គំនិតរបស់មនុស្សត្រូវបានបែងចែកជាពីរប្រភេទធំៗដែលប្រៀបដូចជាមេដែកឆក់ទាញជីវិតទៅរកទិសដៅផ្ទុយគ្នាប្រភេទទី1គឺផ្នត់គំនិតគាំងជាប់ឬហៅថា fixed mindset មនុស្សដែលមានផ្នត់គំនិតប្រភេទនេះជឿជាក់ថាសមត្ថភាពភាពឆ្លាតវៃនិងដងពីកំណើតរបស់មនុស្សគឺជាដែលត្រូវបានកំណត់មកស្រាប់និងមិនអាចកែប្រែបានឡើយបើកើតមកមិនឆ្លាតគឺមិនឆ្លាតហើយពួកគេតែងតែរត់គេចពីការសាក់លបងថ្មីព្រោះខ្លាចធ្វើមិនបានល្អរួចលេចចេញភាពល្ងងខ្លៅរបស់ខ្លួនឲ្យគេឃើញពួកគេគិតថាការខំប្រឹងគឺជាសញ្ញានៃភាពទន់ខ្សោយហើយជឿថាបើមនុស្សពូកែពិតប្រាកដគេមិនបាច់ខំប្រឹងក៏ធ្វើបានដែរពេលរងការរិះគន់ពួកគេដៃនឹងខឹងសម្បាហើយពេលឃើញអ្នកដទៃជោគជ័យពួកគេមានអារម្មណ៍រងការគំរាមកំហែងកើតចិត្តច្រណែនឬលួចគិតថាគេជោគជ័យមកពីគេមានសំណាងតែប៉ុណ្ណោះប្រភេទទី2គឺផ្នត់គំនិតលូតលាស់ឬហៅថា growth mindset មនុស្សដែលមានផ្នត់គំនិតប្រភេទនេះជឿជាក់ថាភាពឆ្លាតវៃនិងសមត្ថភាពរបស់មនុស្សគឺជាអ្វីដែលអាចបណ្ដុះបណ្ដាលអភិវឌ្ឍនិងពង្រីកមានតាមរយៈការខំប្រឹងប្រែងការរៀនសូត្រនិងការតស៊ូពួកគេចូលចិត្តការប្រកួតប្រជែងនឹងរឿងប្លែកៗព្រោះពួកគេយល់ថាឧបសគ្គគឺជាឱកាសដ៏ល្អបំផុតក្នុងការដុសខាត់ខួរក្បាលពួកគេចាត់ទុកការខំប្រឹងប្រែងនិងការហាត់ពុតគឺជាផ្លូវតែមួយគត់ដែលនាំទៅរកភាពស្ទាត់ជំនាញពួកគេបើកចិត្តស្ដាប់ការរិះគន់ព្រោះចង់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនតាដើម្បីយកមកកែមកហើយពេលឃើញអ្នកដទៃជោគជ័យពួកគេយកមនុស្សជោគជ័យនោះធ្វើជាគំរូនិងជាប្រភពនៃកម្លាំងចិត្ត3យន្តការផ្លូវចិត្តនិងការដាក់មនោគមខ្លួនឯងហេតុអ្វីបានជាមនុស្សភាគច្រើនដឹងថាផ្នត់គំនិតលូតលាស់ល្អប៉ុន្តែនៅតែពិបាកអនុវត្តពីព្រោះខួរក្បាលរបស់មនុស្សមានយន្តការការពារខ្លួនមួយហៅថាតំបន់សុវត្ថិភាពនៅពេលអ្នកចង់ធ្វើអ្វីមួយថ្មីដូចជាការរៀនជំនាញថ្មីការបង្កើតអាជីវកម្មឬការផ្លាស់ប្ដូរទម្លាប់ខួរក្បាលរបស់អ្នកនឹងបញ្ចេញសញ្ញាព្រមានជាទម្រង់នៃសេចក្តីភ័យខ្លាចនិងការសង្ស័យពេលនោះគំនិតបែបគាំងជាប់នឹងចាប់ផ្ដើមដាក់មនោគមលើខ្លួនឯងភ្លាមៗតាមរយៈពាក្យសម្ដីដោះសារថាកុំធ្វើអីមិនបាច់ហត់ទេធ្វើទៅគង់តែបរាជ័យដដែលនឹងឬគិតថាយើងអាយុច្រើនហើយរៀនអីមិនចូលទៀតទេការដាក់មនោគមអវិជ្ជមានលើខ្លួនឯងបែបនេះយូរទៅនឹងក្លាយជាការពិតដោយខ្លួនឯងព្រោះនៅពេលអ្នកគិតថាខ្លួនឯងធ្វើមិនបានសកម្មភាពរបស់អ្នកនឹងទៅជាខ្ជិលច្រអូសហើយលទ្ធផលចុងក្រោយគឺអ្នកធ្វើមិនបានពិតមែន4ជំហានដើម្បីកសាងផ្នត់គំនិតលូតលាស់ពីជំរឿចិត្តការផ្លាស់ប្ដូរផ្នត់គំនិតមិនមែនជាការអានចប់ហើយអាចប្ដូរបានភ្លាមៗនោះទេវាទាមទារការហ្វឹកហាត់ប្រចាំថ្ងៃដូចជាការលើកដុំដែកដើម្បីកសាងសាច់ដុំអញ្ចឹងដែរជំហានដំបូងគឺប្រើប្រាស់អំណាចនៃពាក្យថាមិនទាន់រាល់ពេលដែលអ្នកធ្វើអ្វីមួយមិនបានឬជួបការបរាជ័យចូលឈប់និយាយពាក្យថាខ្ញុំធ្វើមិនកើតទេប៉ុន្តែត្រូវជំនួសមកវិញដោយពាក្យថាខ្ញុំមិនទាន់ចេះឬវាមិនទាន់ជោគជ័យនៅឡើយទេពាក្យថាមិនទាន់គឺជាសញ្ញាប្រាប់ទៅខួរក្បាលថាដំណើរការនេះមិនទាន់បញ្ចប់ឡើយវាគ្រាន់តែជាចំណុចមួយនៃផ្លូវវែងឆ្ងាយហើយទ្វារនៃក្តីសង្ឃឹមគឺនៅតែបើកចំហជានិច្ចជំហានទី2គឺចាប់ផ្ដើមសង្កេតនិងកែប្រែភាសាសន្ទនាផ្ទៃក្នុងរៀងរាល់ថ្ងៃមនុស្សយើងនិយាយជាមួយខ្លួនឯងរាប់ម៉ឺនពាក្យនៅក្នុងចិត្តចូលធ្វើខ្លួនជាអ្នកសង្កេតការលើគំនិតខ្លួនឯងនៅពេលមានសម្លេងអវិជ្ជមានបន្លឺឡើងថារឿងនេះពិបាកណាស់ឯងធ្វើមិនកើតទេចូលឆ្លើយតបទៅសម្លេងនោះវិញភ្លាមថាត្រូវហើយវាពិតជាពិបាកនឹងថ្មីសម្រាប់ខ្ញុំប៉ុន្តែខ្ញុំជឿថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកនិងរៀនសូត្រពីវាជំហានទី3គឺផ្លាស់ប្ដូរការឲ្យតម្លៃដោយផ្ដោតលើដំណើរការសង្គមសប្តាហ៍ថ្ងៃចូលចិត្តអបអរសាទរតែលើលទ្ធផលចុងក្រោយដូចជាភាពមានបានឬឡានទំនើបប៉ុន្តែបែរជាមើលរំលងដំណើរការនៃការស៊ូទ្រាំនៅពីក្រោយខ្នងដើម្បីមានផ្នត់គំនិតលូតលាស់អ្នកត្រូវរៀនសរសើរខ្លួនឯងលើការខំប្រឹងវិន័យនិងការតស៊ូទោះបីជាលទ្ធផលចុងក្រោយ
យូមិនទាន់ចេញមកល្អឥតខ្ចោះក៏ដោយជំហានទី4គឺចាត់ទុកការបរាជ័យជាទិន្នន័យមេរៀនសម្រាប់មនុស្សដែលលូតលាស់ពាក្យថាបរាជ័យគ្រាន់តែជាមេរៀនមួយដែលមកប្រាប់ថាវិធីសាស្ត្រមុននេះមិនទាន់ត្រឹមត្រូវឡើយវាជាទិន្នន័យដ៏មានតម្លៃសម្រាប់យកមកកែតម្រូវយុទ្ធសាស្ត្រថ្មីដូចជាអ្នកវិទ្យាសាស្ត្រដែលពិសោធន៍រាប់ពាន់ដងមិនមែនដើម្បីបរាជ័យទេប៉ុន្តែដើម្បីស្វែងរកវិធីសាស្ត្រដែលមិនដំណើរការរហូតដល់ជួបវិធីសាស្ត្រដែលត្រឹមត្រូវជំហានទី5គឺហ៊ានរុញខ្លួនឯងឲ្យជួបភាពមិនស្រណុកសុខស្រួលភាពលូតលាស់មិនដែលកើតឡើងនៅក្នុងតំបន់សុវត្ថិភាពនោះឡើយប្រសិនបើអ្នកធ្វើតែរឿងដែលអ្នកធ្លាប់ធ្វើចេះស្រាប់និងងាយស្រួលនោះសមត្ថភាពរបស់អ្នកនឹងនៅដដែលពេញមួយជីវិតចូលស្វែងរកនឹងរុញខ្លួនឯងឲ្យទៅធ្វើរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍ភ័យបន្តិចបន្តួចឬពិបាកបន្តិចបន្តួចព្រោះនៅចំណុចនោះហើយដែលខួរក្បាលរបស់អ្នកកំពុងលូតលាស់និងពង្រីកសក្តានុពល5ឥទ្ធិពលនៃផ្នត់គំនិតទៅលើជីវិតនៅពេលអ្នកអាចបដូរផ្នត់គំនិតឲ្យទៅជាបែបលូតលាស់បានជោគជ័យវានឹងផ្លាស់ប្ដូរជីវិតអ្នកលើគ្រប់ផ្នែកទាំងផ្នែកទំនាក់ទំនងមិត្តភាពការងារនិងអាជីវកម្មអ្នកនឹងឈប់ខ្វល់ខ្វាយពីការប្រណាំងប្រជែងឈ្នះចាញ់ឬការភ័យខ្លាចគេពូកែជាងអ្នកនឹងហ៊ានរាប់អានមនុស្សដែលឆ្លាតជាងខ្លួនហ៊ានរៀនសូត្រពីគេនិងមានចិត្តមេត្តាអត់ឱនឲ្យកំហុសអ្នកដទៃកាន់តែច្រើនព្រោះអ្នកយល់ថាមនុស្សគ្រប់រូបសុទ្ធតែស្ថិតក្នុងដំណើរការរៀនសូត្រដូចគ្នានៅក្នុងការងារនៅពេលនោះវិបត្តិសេដ្ឋកិច្ចឬការមើលងាយពីអ្នកដទៃអ្នកនឹងប្រើប្រាស់សម្ពាធទាំងនោះធ្វើជាកម្លាំងចលករដើម្បីជំរុញខ្លួនឯងឲ្យរកលុយនិងកសាងភាពជោគជ័យឲ្យទាល់តែបានដើម្បីផ្ដួលរំលំរាល់ពាក្យមើលងាយទាំងនោះដោយលទ្ធផលជាក់ស្ដែងសូម្បីតែសុខភាពផ្លូវចិត្តរបស់អ្នកក៏ល្អជាងមុនដែរព្រោះអ្នកឈប់ដាក់សម្ពាធលើខ្លួនឯងថាត្រូវតែល្អឥតខ្ចោះប៉ុន្តែអ្នករីករាយនឹងការមើលឃើញខ្លួនឯងល្អជាងកាលពីម្សិលមិញត្រឹមតែ 1%សន្និដ្ឋានផ្នត់គំនិតមិនមែនជាដំណរពូជដែលជាប់នៅក្នុងខ្លួនតាំងពីកំណើតហើយក៏មិនមែនជាព្រហ្មលិខិតដែលមិនអាចកែប្រែបានដែរវាគឺជាជម្រើសដែលអ្នកត្រូវជ្រើសរើសជារៀងរាល់ព្រឹកនៅពេលបើកភ្នែកឡើងពិភពលោកសប្តាហ៍ថ្ងៃអាចនឹងពោពេញដោយមនុស្សដែលចូលចិត្តរិះគន់ជន់ពន្លិចនិងចាំមើលបំណាំប៉ុន្តែអ្វីដែលសំខាន់បំផុតមិនមែនជាសម្ដីរបស់នៅដតីនោះទេគឺវាអាស្រ័យទៅលើថាតើអ្នកកំពុងនិយាយអ្វីដាក់ខ្លួនឯងនៅក្នុងចិត្តចូលឈប់ធ្វើជាជនរងគ្រោះនៃកលៈទេសៈហើយងាកមកធ្វើជាអ្នកដឹកនាំជោគវាសនារបស់ខ្លួនឯងវិញផ្លាស់ប្ដូរវ៉ែនតានៃគំនិតបើកចិត្តឲ្យទូលាយទទួលយកការឈឺចាប់នៃការលូតលាស់ព្រោះនៅត្រៃម្ខាងនៃភាពលំបាកនិងការតស៊ូគឺជីវិតដ៏មានសេរីភាពសេចក្តីសុខពិតប្រាកដនិងភាពជោគជ័យដ៏ត្រចះត្រចង់ដែលគ្មាននរណាម្នាក់អាចមកដណ្ដើមឬជន់ពន្លិចពីអ្នកបានឡើយ